គុនជ្រុកខ្ញុំបងប្អូនផ្ដាច់ដោះឥឡូវស៊ីចំណីស្តតហើយទៅដើមគ្នាស៊ីខ្លាំងខ្លះដេកស៊ីក្នុងហ្នឹងបងប្អូនស៊ីចំណីក្របទេខ្ញុំឲ្យស៊ីចំណីស៊ុបពែឡូតបំបែកមេបានស៊ីស្តតឥឡូវគ្មានបានចិញ្ចឹមខ្លួនឯងទេគេសុំចែកយកទៅចិញ្ចឹមម្នាក់2ម្នាក់3អស់កូនកើតមកអត់ដែលសល់បានចិញ្ចឹមខ្លួនឯងទេបងប្អូនគេមកយកទាំងសបុកគេសារនេះគេចែកម្នាក់2 3យកទៅចិញ្ចឹមយកពូជល្អអត់បងប្អូនមានឃ្លោកមានសសុតលេគ្នាអត់សុតមុនវាសសុតតែសារនេះមានលេឃ្លោកហើយរៀងគេធំទៅទន្ទឹមគ្នាបងប្អូនធំបន្តិចវាដកបន្តិចធំបន្តិចវាដកបន្តិចពីតូចចេះទៅអត់មានវែងឲ្យពិបាកមើលទេគេរៀងគេចឹងប៉ុន្តែដល់ពេលធំទៅស្អាតហ្មងឥឡូវស៊ីដដើមគ្នាស៊ីគ្នាច្រើនជាង10ក្បាលបងប្អូនមកសបុកហ្នឹងហើយឥឡូវខ្លះដេកស៊ីតខ្លះលូកដដើមបានស៊ីខ្លះអត់ខ្លះចឹងទៅដាក់ស្នូកតែមួយឡូវស៊ីស្តតហើយតិចឲ្យគេចាប់ហើយស្មើគ្នាបងប្អូនអត់មានតូចមានធំទេប៉ិនគ្នាដូចវាស់ស្មើគ្នាល្អអត់មានក្តៀបទេកូន2 10ក្បាលប៉ិនគ្នាហើយតាកែមកល្មមវាមិនធំពេកមិនតូចពេកហើយខ្នងព្រែកទាំងអស់ហើយនៅខ្ញុំនេះខ្យល់ខ្លាំងណាបងប្អូនអើយទៅកន្លែងបងប្អូនមិនវិញកន្លែងខ្ញុំខ្យល់គួចទៅបើកសង្កសីអស់រោងជ្រូកខ្ញុំនេះខ្យល់ប៉ើងសង្កសីអស់ហើយវាខ្យល់ខ្លាំងហើយតិចតែស៊ីរហូតដាក់ឲ្យស៊ីរហូតវាស៊ីចំណៃក្របមិនតាន់មានស៊ីចំណៃធំកើតទេ